យើងធ្លាប់តែញ៉ាំផ្អកជាឥឡូវយើងញ៉ាំសាក់មកញ៉ាំផ្អកលេងមើលរសជាតិវាខុសគ្នាមិនដែរបងប្អូនមើលទៅមុខអ្នកញ៉ាំក៏ចង់ស្រក់ទឹកមាត់ដែរនេះឡើងទៅនងខ្លាំងហ្មងមកហូបមុខនេះហើយឆ្ងាញ់ហើយវិធីធ្វើគឺងាយបងប្អូនទៅបងយើងហាន់ផ្អកសាច់ជ្រូករបស់យើងនឹងជាចំណិតតូចៗបែបនេះមកហើយគ្រឿងមានខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមនិងម្ទេសបន្តមកទៀតយើងចាប់នឹងធ្វើការបំពងខ្ទឹមសខ្ទឹមក្រហមជាមួយគ្នាយើងបំពងវាឲ្យឈ្ងុយហ្មងមកម្ទេសយើងចង់ដាក់មុនក៏បានដាក់ក្រោយក៏បានដែរប៉ុន្តែគាត់ថាពេលដែលយើងដាក់មុនទៅវាអាចនឹងឈួលពេលដែលយើងធ្វើម្ហូបចឹងណាយើងក៏បំពងខ្ទឹមឲ្យស្រួយពេកល្មមវិញយើងដាក់ស្ករត្នោតចូលមកហើយយើងចាប់តាមកូរឲ្យឡើងនិយាយទៅឲ្យឡើងឈ្ងុយស្ករចឹងណានេះឲ្យឡើងចឹងមកហើយយើងចាប់តាមចាក់ផ្អកសាច់ជ្រូកចូលហ្មងទៅពេលយើងចាក់ផ្អកសាច់ជ្រូកចូលហើយយើងកូរវាឲ្យចូលជាតិជាមួយគ្រឿងនឹងមកហើយយើងរងាស់វាទុកឲ្យវាខាទឹកហើយចេញខ្លាញ់បែបនេះវារៀងក្រៀមចឹងទៅបានឆ្ងាញ់តែកុំឲ្យវាក្រៀមខ្លាំងពេកតែនៅកាលណាវាក្រៀមខ្លាំងពេកផ្អករបស់យើងទៅជារឹងសាច់វិញណាហើយបើបងចូលចិត្តរៀងផ្អែមដិតបងប្អូនដាក់ស្ករឲ្យច្រើនជាងនឹងបន្តិចហើយបើសិនជាចូលចិត្តរៀងជូរបងប្អូនអាចច្របាច់ក្រូចឆ្មាថែមបន្តិចក៏បានដែរចុងក្រោយយើងចាក់ម្ទេសហើយនឹងខ្ទឹមចូលមកហើយយើងកូរវាឲ្យឈ្ងុយបន្តិចសិនចាំយើងដួសវាចេញជាការស្រេចទៅផ្អកលេងនេះយើងអាចញ៉ាំជាមួយបាយក៏បានជាមួយបបរក៏បានហើយជាពិសេសទៀតយើងញ៉ាំជាមួយនំលក់ទៀតនឹងតែឆ្ងាញ់ហ្មង